Ok, so đây một buổi tập kia. Welcome back មកកាន់ episode ថ្មីសម្រាប់ episode មួយនេះជា episode ទី1ដែលខ្ញុំធ្វើពិសេសសម្រាប់អ្នកទាំងអស់គ្នាអ្នកដែលគាត់ទើបតែចាប់ផ្ដើមនៅក្នុងវិស័យ forex ដែលថ្មីសម្រាប់វិស័យមួយនេះឬក៏សម្រាប់អ្នកទាំងអស់គ្នាអូខេអញ្ចឹងតើតើជាមួយនឹង forex យើងមុននឹងយើងចូលមកយើងដឹងថាវិស័យនេះគឺជាការវិនិយោគទៅលើរូបិយប័ណ្ណមិនថាជាមាសដុល្លារឬក៏កាក់ផ្សេងៗតើតើមួយ stock ដូចគ្នាអូខេអញ្ចឹងនៅក្នុងនេះយើងទាមទារឲ្យអ្នកទាំងអស់គ្នាមានជាកម្មវិធីមួយចំនួនដើម្បី set up ឬក៏ដើម្បីវិភាគរាល់ទិន្នន័យរបស់ទីផ្សារថាវាឡើងទៅលើឬក៏វាចុះមកក្រោមអញ្ចឹងរាល់ទីផ្សារវាមានតែ2 condition ទេវាទៅលើហើយនឹងមកក្រោមតើយើងគួរតែវិភាគបែបម៉េចយើងយក technical អីគេខ្លះដើម្បីយកមកវាយទៅលើ market ឬក៏យើងវិភាគដឹងថា flow វាទៅលើឬក៏ត្រូវទៅក្រោមអាស្រ័យទៅតាមមេរៀនឬក៏ចំណេះដឹងឬក៏ចំណេះជំនាញដែលគ្នាយើងបានសិក្សាតាមរយៈគ្រូរបស់អ្នកទាំងអស់គ្នាឬក៏អ្នកណាដែលជាអ្នកបរៀនយើងអូខេអញ្ចឹងសម្រាប់ការ trade នេះមិនមែនថានៅពេលដែលយើងចូលមកយើងគ្រាន់តែដឹងទាក់ទងជាមួយនឹងប៊ូតុង buy ប៊ូតុង sell buy stop sell stop buy limit sell limit SLTP break even ប៉ុណ្ណេះយើងអាចយកទៅចូលទីផ្សារបានទេ no មិនផ្សារបុក Q ឡើងទៅលើយើងរកការ buy ផ្សារចុះមកក្រោមយើងរកការ sell ទេ we is not easy for សម្រាប់ forex ឬក៏សម្រាប់អ្នកទាំងអស់គ្នាដែលគាត់ទើបចាប់ផ្ដើមអូខេអញ្ចឹងនៅក្នុងនេះខ្ញុំ back up បន្តិចខ្ញុំចង់ឲ្យគ្នាយើងមានកម្មវិធីមួយដែលយើងអាចនិយាយបានថាជាកម្មវិធីវិភាគឬក៏analysis ទុកមុនរាល់ការដើររបស់ទីផ្សារអូខេតែយើងគួរយកកម្មវិធីអីគេយកមកប្រើប្រាស់ជាទូទៅខ្ញុំយកកម្មវិធី trading view ដែលខ្ញុំអាចយកមកវិភាគនៅក្នុងការវិភាគរបស់ខ្ញុំគិតថាថ្ងៃនេះ flow market ឬគួរតែ buy ឬគួរតែ sell ខ្ញុំវិភាគនៅក្នុងនេះអញ្ចឹងជាហ៊ានដំបូងសម្រាប់អ្នក trade អ្នកដែលគាត់ចូលមកក្នុងនេះគាត់អត់ដឹងថាកម្មវិធីណាទេអញ្ចឹងអ្នកនរគ្នាអាចចូលនៅក្នុងបើសិននៅក្នុងទូរស័ព្ទយក trading view មកចូល app store ឬក៏ play store down trading view មកហើយបើសិននៅក្នុង website ឬក៏laptop អូខេ PC ឯអ្នកគ្នាអាចវាយថា trading view ហើយគ្នាយើងចូលឆាតមកនឹងឃើញបែបនេះតោះនេះអញ្ចឹងដំបូងចូល trading view វាអត់ clear ទេ not clearly វាអត់ល្អទេវាមានអញញ៉ៃបែបនេះសូម្បីតែ button candle នេះក៏វាមានផ្លាស់ប្ដូរពណ៌ដែរអញ្ចឹងថ្ងៃនេះខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាពីរបៀប set up trading view ឲ្យខ្លាចទៅជា professional trader មិនមែនអាចខ្លាចជា professional trader ខាតទេ no វាគ្រាន់ថាគ្រាន់តែចូលមើលមកឃើញ trading view វា clear ហ្មងវាចង់ trade ហ្មងតោះនេះមិនមែនចូលមក trading view លោតញ៉ៃទេអត់ទេណាអញ្ចឹងនៅក្នុងនេះយើងត្រូវយក tool មួយចំនួនយកមកប្រើប្រាស់ហើយរបៀបកែ trading view វីដេអូនេះខ្លឹមសារឬក៏អត្ថប្រយោជន៍គឺ set up trading view ឲ្យវាល្អប្រសើរជាងមុនអូខេតោះអញ្ចឹងតើតើជាមួយនឹងជាហ៊ានដំបូងគ្នាយើងចូល website មក tradingview.com វានឹង load ឲ្យហើយយើងចូលបែបនេះពេលដែលយើងចូលមកវាបែបហ្នឹងអានេះខ្ញុំចូលជាហ៊ានក្នុងការចូលមកបើសិនគ្នាយើងអត់ទាន់ sign in Gmail គ្នាយើង sign in Gmail មកណាបើសិនយើងអត់ទាន់ sign ហើយបើសិននេះ sign យើងដាក់ Gmail មកវានឹង load ឲ្យបែបហ្នឹងអូខេអញ្ចឹងរបៀបក្នុងការ set up ដំបូងចូលមកវាអត់ clear ទេអានេះក៏វាអត់ទាន់ clear ដែរខ្ញុំ back ទៅវិញវាអត់ទាន់ clear ទេវាមាន button buy sell អញ្ចឹងទៅអញ្ចឹងរបៀបក្នុងការផ្លាស់ប្ដូរគឺយើងចង់ដកអាពួកអានឹងចេញហើយយើងកែ candlestick ឬ background ឬក៏ tool មួយចំនួននៅក្នុងហ្នឹងឲ្យវាមើលទៅ clearly ហើយត្រូវជាមួយនឹង time zone របស់ប្រទេសយើងផង time zone ទៅទៅជាមួយនឹងពេលវេលាថ្ងៃខែហ្នឹងហើយតោះណាអូខេអញ្ចឹងយើងចូលមកជាដំបូងយើងឃើញបែបនេះណាវាលោតចឹងខ្ញុំចង់ដកអានឹងចេញព្រោះខ្ញុំអត់ទៅ buy ឬក៏ទៅ sell នៅក្នុង trading view ទេខ្ញុំយក trading view មកដើម្បីវិភាគរាល់ទិន្នន័យដែលខ្ញុំ expect ថាវាទៅលើឬក៏មកក្រោមប៉ុណ្្នឹងហើយតោះនេះអញ្ចឹងខ្ញុំចុច double click មកគ្នាយើង double click នៅក្នុង candlestick មកនេះគេហៅថា candle ទៀតស្គាល់ candle អូខេអញ្ចឹងនៅក្នុងនេះយើងកែមកវាដាក់ symbol នឹងតាក់ទងជាមួយនឹងនេះអាច candlestick នេះyou know អញ្ចឹងក្នុង candlestick វាមាន2វាមាន bullish មានន័យថាឡើង bearish មានន័យថាចុះនៅក្នុង bullish នេះខ្ញុំដាក់ពណ៌ខៀវ bullish មានន័យថាឡើងពណ៌ជាពណ៌ខៀវ bearish ពណ៌ខ្មៅតោះនេះអញ្ចឹងនេះគេដាក់ body អញ្ចឹង candlestick វាមាន body វាមាន boulder ហើយវាមាន wick ហើយក្នុង wick នោះវាមាន wick high and wick low ក៏ប៉ុន្តែនៅក្នុងនេះខ្ញុំបង្ហាញអ្នកនរគ្នាតើទៅជាមួយនឹងការកែពណ៌របស់វាសិនណាអូខេអញ្ចឹងអា body នេះ
គ្នាយើងចង់ដាក់ពណ៌អីក៏ដាក់ដែរ bullish ចង់ដាក់ពណ៌ក្រហមពណ៌ស្អីស្រាប់តែ favorite របស់អ្នកទាំងអស់គ្នាស្រាប់តែចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នាណាអញ្ចឹងអានេះខ្ញុំដាក់ពណ៌ Q ជា bullish and border នេះខ្ញុំយកអា border នេះអារង្វង់ជុំវិញនៃ body ហ្នឹងហើយតោះនេះយើងចង់ដាក់ពណ៌អីក៏បានដែរខ្ញុំដាក់ពណ៌យើងពណ៌តក្រូចអញ្ចឹងវាលោតទៅជាតក្រូចអញ្ចឹងខ្ញុំដាក់ពណ៌ Q ខ្ញុំអត់យកអីញ៉ៃច្រើនទេខ្ញុំដាក់ពណ៌ Q and wick គ្នាយើងចង់ដាក់ពណ៌អីក៏ដាក់ទៅណាគឺចង់ highlight ជាស្អីគឺអ្នកទាំងអស់គ្នាណាអានេះខ្ញុំដាក់ពណ៌ Q ដូចគ្នាហើយតាក់ទងជាមួយនឹង bearish បានន័យថាចុះហ្នឹងគេដល់ចុះបញ្ជាក់ពីការផ្លាស់ប្ដូរទិសដៅរបស់ទីផ្សារហ្នឹងខ្ញុំយកពណ៌ខ្មៅហើយអ្នកខ្លះទៀតយកពណ៌ក្រហមក៏អូខេឲ្យតែយើងគិតថាវាស័ក្តិសមជាមួយនឹងយើងយកពណ៌អីក៏បានដែរណាអញ្ចឹងខ្ញុំយកអានេះពណ៌ខ្មៅទេហើយ border ខ្ញុំក៏អត់ត្រូវសេរីវាដែរណាអាហ្នឹងតាក់ទងជាមួយនឹងការកែទៅលើ candlestick នេះsymbol ហ្នឹងជាហ៊ានដំបូងណាគឺយើងគេដាក់ candlestick ឲ្យឃើញមិនមើលបន្ទាប់មកខ្ញុំចូល insert line វានិយាយពី symbol វាក៏ទូ tool មួយចំនួនឬក៏បញ្ជាក់ពីតម្លៃក្នុងការប្រៀបធៀប pair វាមាន gold XAU USD វាមានលុយ pound លុយ euro លុយជប៉ុនលុយស្អីផ្សេងៗទៅអាស្រ័យទៅលើការ trade របស់អ្នកទាំងអស់គ្នាយើងគួរតែទិញលក់លើហាងឆេងនេះមួយណាឬក៏រូបិយប័ណ្ណមួយណាអូខេអញ្ចឹងនៅក្នុងនេះខ្ញុំយក XAU USD XAU ហ្នឹងបានន័យថាជា gold ជាមាស and USD ជាលុយដុល្លារវា compare គ្នាបានន័យថាលុយដុល្លារឡើងមាសចុះលុយដុល្លារឡើងអូខេអញ្ចឹងនៅក្នុងនេះខ្ញុំបិទខ្ញុំអត់ចង់បង្ហាញឬក៏ខ្ញុំអត់ចង់ឲ្យវា show តាក់ទងជាមួយនឹង goal នេះទេខ្ញុំចង់ឲ្យវាបិទអាហ្នឹងចេញហ្មងព្រោះវាញ៉ៃពេកសម្រាប់ខ្ញុំបិទវាអូខេខ្ញុំបិទវាទៅខ្ញុំបិទ title បិទ title យើងបិទ open market status chart volume អូខេខ្ញុំបិទ volume bar change ខ្ញុំបិទទាំងអស់ខ្ញុំ close ទាំងអស់ខ្ញុំទុកតា title នេះមួយព្រោះអា title នេះវា show តាក់ទងជាមួយនឹងពេលដែលយើងដាក់ indicator វានឹង load ឲ្យគ្នាយើងនៅកន្លែងហ្នឹងណាអញ្ចឹងអានេះខ្ញុំបិទវាទាំងអស់ខ្ញុំអត់ទុកទេបន្ទាប់មកយើងយកអូខេមកអូខេមួយមកអានេះ step ដំបូងយើងយកអូខេបន្ទាប់មកគឺយើងចូល scale status line នេះអាកន្លែងនេះដូចជាវាអត់មានអីត្រូវកែច្រើនទេវាអត់មានអីត្រូវកែទេគឺយើងចូល converse មកនៅក្នុង converse នេះគ្នាយើងអាច change background ឬក៏ផ្លាស់ប្ដូរ background នៅខាងក្រោយណាឧទាហរណ៍ថាគ្នាយើងចង់បានពណ៌អីគេបើសិនក្នុងការដែលយើងយក solid នេះ background នេះយើងយក solid វាបានតែមួយផ្ទាំងឯនៅខាងក្រោយហ្នឹងវាអាច change បានមួយពណ៌ឯងតែបើសិនជាយើងយក gradient នេះវាបានរហូតដល់2ពណ៌ខាងក្រោមមួយខាងលើមួយក៏ប៉ុន្តែក្នុងករណីនេះខ្ញុំយកតែមួយទេខ្ញុំយក solid អូខេខ្ញុំយក solid ហើយខ្ញុំយកពណ៌ខ្ញុំអត់ដាក់ពណ៌សពេកទេព្រោះពណ៌សវាអាចបញ្ចាំងភ្នែកព្រោះយើងនឹងអង្គុយនៅក្នុង PC នៅក្នុងបន្ទប់អាងឹតហើយយើងបើកនេះទៅវាចាំងភ្នែកអូខេខ្ញុំយកពណ៌ឲ្យកម្ៅបន្តិចបន្ទាប់មកនៅក្នុងនេះអត់មានអីត្រូវកែច្រើនទេគ្រាន់តែផ្លាស់ប្ដូរពីពណ៌ប៉ុណ្្នឹងឯងយើងយកតែប៉ុណ្្នឹងមកហើយយើងចូល trading ណា trading នៅក្នុង trading នេះវាមាន buy and sell button នេះយើងឃើញ buy and sell button អញ្ចឹងខ្ញុំអត់ត្រូវ buy sell នៅក្នុង trading view ទេបើសិនគ្នាយើងអូខេគ្នាយើង trade fund trade អីផ្សេងទៅវាមាន context ឬក៏ connect មួយ trading view trade អញ្ចឹងគ្នាយើងអាច trade នៅក្នុងនោះបានណាអញ្ចឹងសម្រាប់ខ្ញុំអត់ trade នៅក្នុងនោះទេខ្ញុំគឺ clear អាហ្នឹងចេញអូខេអានេះក៏ខ្ញុំត្រូវ clear ចេញដែរខ្ញុំអត់ដាក់ទាំងអស់នៅក្នុងនេះ alert ស្អីក៏ខ្ញុំអត់ចង់ដាក់ដែរអូខេសូម្បីតែ alert Mac ក៏ខ្ញុំអត់យកដែរ order instruction អានឹងទៅជាមួយ play sound ហ្នឹងក៏ខ្ញុំអត់យកវាដែរអញ្ចឹងនៅក្នុងនេះយើងមើលទៅវា clearly អញ្ចឹងយក OK មកឃើញវាបាត់ខាងលើអស់ហើយណាបន្តមកទៀតគឺយើងឃើញនេះvolume នេះvolume នេះក៏ខ្ញុំអត់យកវាដែរយកតែ AO ហ្នឹងក៏ខ្ញុំអត់យកវាដែរខ្ញុំ close វាខ្ញុំ close AO នឹងចេញទៅអូខេវាបាត់អូខេវាបាត់បែបនេះអញ្ចឹងនេះគឺជាវិធីសាស្ត្រមួយក្នុងការ kick ពណ៌នេះចេញអស់តោះនេះ kick ពណ៌នឹងចេញអស់ព្រោះអត់ត្រូវការឲ្យវាញ៉ៃក្នុងនឹងទេណាបន្តមកទៀតគ្នាយើងមើលទៅលើ time zone ណា time zone អញ្ចឹង time zone នេះគឺការកំណត់ទៅលើពេលវេលាក្នុងថ្ងៃខែឬក៏agenda ហ្នឹងឯងណាអញ្ចឹងយើងចូលនេះមក calendar ហ្នឹងឬក៏យើងចូលហ្នឹងមកជាទូទៅយើងយក time zone យើងយកមានតែពីរទេវាមានបាងកកហើយនិងហូជីមិញអញ្ចឹងយើងយកមួយណាក៏បានដែរដែលជា favorite របស់អ្នកទាំងអស់គ្នាសម្រាប់ខ្ញុំយកហូជីមិញហើយព្រោះខ្ញុំយកវាណាអូខេឥឡូវយើងពងអត់ត្រូវមួយថៃផងអញ្ចឹងយកហ្នឹងទៅអូខេបន្តមកទៀតគ្នាយើងសេរី time zone អស់ហើយយើងអាចនេះយើងយកអានេះសម្រាប់អ្នកដែលថ្មីគាត់អត់ load នេះទេណាគាត់អត់ load time frame តាក់ទងជាមួយនឹងពេលវេលាសម្រាប់ការកំណត់
ទៅលើការ trade 1នាទី10នាទី3នាទី5នាទី15 30នាទី1ម៉ោង4ម៉ោង daily weekly monthly អញ្ចឹងទៅសម្រាប់ខ្ញុំវិភាគខ្ញុំយក M1 3នាទី5នាទី15 30 1ម៉ោង4ម៉ោង daily រហូតដល់12ខែអានេះគ្រាន់តែជាការចាប់ពីធំនេះទៅគ្រាន់តែជាការមើលទៅលើលំហូរធំឯតាវា bullish ឬក៏ bearish តែប៉ុណ្្នឹងឯងតែទៅមួយការវិភាគរាល់ថ្ងៃគឺខ្ញុំ under daily ចុះក្រោមមួយថ្ងៃចុះក្រោមខ្ញុំមើលតែពួកហ្នឹងទេអូខេអញ្ចឹងតើតើជាមួយនឹងពេលវេលាហ្នឹងឬក៏ time frame នេះយើងនេះមកយើងដាក់ជា favorite មកកាលណាដែលយើងដាក់ជា favorite វានឹងលោតឲ្យមកលើនេះមកលើផ្ទាំងនេះមកអញ្ចឹងខ្ញុំសាកដោះនេះមើលខ្ញុំដក favorite ចេញអូខេវាបាត់1នាទីអញ្ចឹងខ្ញុំដាក់ favorite វានឹងលោតអញ្ចឹងគ្រាន់តែអ្នកទាំងអស់គ្នា kick ទៅលើពេលវេលាហ្នឹងមកវានឹងលោតឲ្យបែបនេះ kick ទៅលើនេះកន្លែង remove from favorite នេះដែលយើង remove ដកចេញដល់ពេលដែលយើងដាក់វិញនេះ add favorite add មកវានឹងលោតឲ្យនៅខាងផ្ទាំងខាងលើនេះអញ្ចឹងយើងអាច change វាបានយើងអាចមើល switch មើលថាអូអានេះវាចេញចេះយើងអត់ចាំបាច់ត្រូវចូលអានេះហើយយកមកចេះទេ view ណាអញ្ចឹងយើងចូលមើលមក1នាទី3នាទីវាលឿនណាវាលឿនអូខេអានេះវាគឺជា tool មួយសម្រាប់យើងងាយក្នុងការប្រើប្រាស់ដែរណាអូខេបន្ទាប់មកគ្នាយើងត្រូវយក tool នេះយកមកប្រើប្រាស់នេះ tool នេះវាមានអត្ថប្រយោជន៍សម្រាប់ការវិភាគរបស់យើងការ analysis របស់យើងហ្នឹងឯងមិនសុកខ្ញុំឲ្យគ្នាយើងយកមកនេះណាចេញតើទៅមួយ tool នេះខ្ញុំចូលដំបូងវាអត់មានទេសម្រាប់អ្នកទាំងអស់គ្នាអត់មានទេខ្ញុំយកមកក្រៅហើយអញ្ចឹងខ្ញុំយកមកនេះខ្ញុំចូលកន្លែងline នេះខ្ញុំយក trend line មួយនេះ trend line នេះខ្ញុំចាំមើលវាលោតអានេះ trend line បន្ទាត់នេះយើងគូបានពី object trend line នេះខ្ញុំយក trend line មួយខ្ញុំគូមក object ពី object close អញ្ចឹងបានបន្ទាត់មួយតោះនេះអញ្ចឹងខ្ញុំយកជា favorite trend line មួយហើយខ្ញុំយក horizontal មួយខ្ញុំយក vertical line មួយនៅក្នុងនេះខ្ញុំយក3នៅក្នុងនេះខ្ញុំយក3ណានៅក្នុងកន្លែង line ខ្ញុំយក3វាសុទ្ធតែមានអត្ថប្រយោជន៍តិចខ្ញុំប្រាប់ពីអត្ថប្រយោជន៍របស់វាអូខេអញ្ចឹងខ្ញុំយក horizontal ខ្ញុំយក vertical line អូខេខ្ញុំយក3ហ្នឹងណាបន្តមកទៀតខ្ញុំចូលកន្លែងFib retracement នេះខ្ញុំយកតា Fibo មួយហើយextension នេះមួយទេខ្ញុំយកតែពីរហ្នឹងទេក៏ប៉ុន្តែនេះវាមានទូនទីក្នុងការប្រើប្រាស់រអានេះយើងកំណត់ទៅលើតំបន់ premium and discount អានេះយើងកំណត់ទៅលើ setup របស់យើងកន្លែងណាជា TP កន្លែងណាជា stop loss log BE set raw OTE នៅក្នុង zone នេះអូខេខ្ញុំយកតែពីរហ្នឹងទេទីទៀតខ្ញុំប្រាប់ខាងក្រៅអូខេបន្ទាប់មកកន្លែងនេះដូចជាខ្ញុំអត់ត្រូវយកអីទេវាអត់មានអីត្រូវយកទេអានេះខ្ញុំយក long and short position fixed range volume profile ខ្ញុំប្រើ volume profile ដូចគ្នាអាពីរនេះខ្ញុំប្រើដូចគ្នាអូខេខ្ញុំយក4នៅក្នុងនេះខ្ញុំយក short long position short បានន័យថា sell long បានន័យថា buy អូខេ set up របស់យើងហ្នឹងណាការកំណត់ទៅលើ risk reward កន្លែងហ្នឹងហើយមួយទៀតខ្ញុំយកអា volume profile ខ្ញុំប្រើដូចគ្នាណាខ្ញុំយក4ហ្នឹងទីទៀតខ្ញុំបញ្ជាក់ពី volume profile ហើយឬក៏ short long position តាមមេរៀនដែលយើងរៀនបន្តទៀតណាអញ្ចឹងខ្ញុំយក4ហ្នឹងមកវានឹងលោតឲ្យខាងក្រៅអញ្ចឹងយើងចូលខាងក្រោមនេះមួយទៀតខាងក្រោមនេះវានឹងលោតឲ្យនេះវាលោតឈ្មោះយើងឲ្យណាវាមាន brushes អូខេយើងយកតើទៅមួយ brush តើទៅមួយការសរសេរហ្នឹងហើយហ្នឹងមួយហើយ rectangle ខ្ញុំយក page ហើយខ្ញុំយក cycle រង្វង់អូខេខ្ញុំយកតែ4ហ្នឹងទេខ្ញុំយក4ហ្នឹងយកមកក្រៅណាទុកនេះបើអូខេបន្តមកទៀតខ្ញុំចូលកន្លែង text ខ្ញុំយក text មួយខ្ញុំយក image មួយ image នេះតើទៅមួយការរករូបភាពយកមកដាក់នៅខាងក្រៅតោះនេះយើងដាក់នៅកន្លែង trading view ហ្នឹងមកយើងរករូបភាពដាក់ហ្នឹងមកអូខេខ្ញុំយកពីរហ្នឹងបន្តនេះដូចជាអត់មានទេ sticker ក៏អត់យកដែរខ្ញុំជិះតែប៉ុណ្្នឹងឯងអូខេអញ្ចឹងខ្ញុំបញ្ជាក់ពី tool ដែលខ្ញុំយកមកប្រើប្រាស់ទី1 cycle ឬក៏រង្វង់នេះអានេះខ្ញុំ select object ខ្ញុំ find ឬ OTE ជាទូទៅខ្ញុំយកអាហ្នឹងមកប្រើណាអានេះគ្រាន់តែជាជំនួយមួយទេហើយអា short and long position ការកំណត់ទៅលើ set risk reward របស់យើងហ្នឹងហើយឬក៏ set up របស់យើងហ្នឹងហើយណាអានេះគ្រាន់តែយើងដាក់ OTE អូខេ long buy ឧទាហរណ៍គ្នាយើងចង់ buy នេះ risk reward យើងដាក់1យក3ហ៎1យក2 1លើក1កន្លះ1យកប្រហែលផ្សេងដល់គ្នានេះជាការកំណត់នៅក្នុងនេះអូខេហើយ rectangle ខ្ញុំចាប់ទៅលើ FVG inversion BPR ស្អីហ្នឹងខ្ញុំចាប់នៅក្នុងហ្នឹងណា order block អីឬក៏ array ផ្សេងទៀតខ្ញុំចាប់នៅក្នុងដូចគ្នាបាទនេះខ្ញុំយក rectangle កន្លង4ជ្រុងហ្នឹងហើយ pad តើតើមួយ pad គ្នាយើងគូអញ្ចឹងមកអូខេយើងគូប្រហែលក៏បានដែរអាហ្នឹង pad ហើយមួយទៀត image រូបភាពនៅពេលយើងដាក់ image វាដាក់ add image choose image ចូលមកវានឹងឡើងលើ
ចឹងខ្ញុំអត់ទៅទេអានេះ text នេះតែទៅជាមួយនឹងការ note text រយៈពេលខ្លីដែលយើងយកមកសរសេរចឹងដែរតោះនេះអូខេចឹងអត់ត្រូវសរសេរទេខ្ញុំអត់នេះទេគាត់ប្រាប់អ្នកនរគ្នាទេហើយនេះ volume profile តែទៅជាមួយនឹងការដឹងពីកម្លាំងអ្នកទិញអ្នកលក់ប៉ុណ្ណឹងឯងអានេះខ្ញុំប្រាប់នេះអានេះ flip extension នេះតែទៅជាមួយនឹងការវាស់ OTE អូខេវាស់ OTE នៅក្នុងចឹងទៅវាស់ OTE ប៉ុណ្ណឹងឯងណា OTE នំនេះណា array មកអូខេចឹងអានេះ set row TP បន្តមកទៀតគ្នាយើងចូលអានេះ vertical line ណាអូខេ vertical line ដាក់បន្តត្រង់មួយហើយយើងស្រេអានឹងចាប់តទៅជាមួយនឹង section ក៏បានតទៅជាមួយនឹងអីក៏បានដែរហើយតែគ្នាយើងចង់ចាប់ទៅលើ line chart នេះបាទណាអានឹងបន្តត្រង់ណាហើយមួយទៀតតទៅជាមួយនឹង flip retracement យើងវាស់រក premium and discount អា set up របស់វានេះឬក៏ setting របស់វាខ្ញុំតម្លាក់ឲ្យគ្នាយើងបន្តទៀតអូខេបន្តមកទៀតគ្នាយើងចូលទៅ brush តទៅជាមួយនឹងការសរសេរឬក៏វិភាគផ្សេងៗដែលយើងចង់សរសេរលើ trading view នេះយើងចង់សរសេរស្អីក៏បានដែរ revert អីចឹងទៅ or អីចឹងទៅណាស្អីក៏បានក្នុងនេះណាអូខេអញ្ចឹងខ្ញុំអត់ត្រូវការសរសេរវាទេអូខេបន្តមកទៀតគ្នាយើងយក trend horizontal នេះចាប់មក object ឧទាហរណ៍យើងចង់ចាប់បាយ side query មួយយើងចុចវាមួយទៅវាផ្ដាច់ទៅវានឹងបានហើយណាវា automation ត្រង់ឲ្យយើងចាប់តន័យលេខមកអាហ្នឹងគឺជា horizontal ណាអូខេ horizontal ចាប់បាយ side query នេះបង្ចឹងទៅអាចយកមកបានណាអានេះប្រើតែមួយ object ទេចាប់មួយផ្ដាច់ឲ្យយើងបន្តមក trend line ខ្ញុំប្រាប់ហើយអានេះ volume profile អូខេដូចគ្នាទេអញ្ចឹងយើងអាចយកមកវិភាគទីផ្សារបានដែរអូខេអញ្ចឹងនៅពេលដែលយើងមើលទាំងអស់ហ្នឹងទៅអូយើងឃើញថាអូ trading view យើងបើយើងវា clear ស្អាតដែរយើងចូលមកវារៀងមានច្បាប់មានវិន័យឲ្យយើងគ្រាន់បើដែរមិនមែនចូលមក trading view ដល់ពីណាអូខេអញ្ចឹងbasic ទៅទាំងមួយការកែ trading view ខ្ញុំ clear យើងប៉ុណ្នេះខ្ញុំទៅចូលជាមួយនឹង candlestick ខ្ញុំឲ្យគ្នាយើងដឹងពាក្យទៅមួយ candlestick តិចអញ្ចឹងតើតើមួយ candlestick វាមាន2បើយើងរៀន ICT concept មាន2វាមាន bullish and bearish តោះនេះឡើងឬក៏ចុះហ្នឹងហើយ bullish មានន័យថាឡើងអញ្ចឹង candle bullish មានន័យថាឡើងអញ្ចឹងការនៅក្នុងករណីដែលវាឡើងវាមិនដែលឡើងពីលើមកក្រោមទេវាមានតែឡើងពីក្រោមទៅលើយើងដឹងតែប៉ុណ្្នឹងបាទអញ្ចឹងនៅក្នុងការឡើងនេះអានេះគឺជា body តោះនេះបើសិនcandle អត់ body អូខេពេលខ្លះវាមាន low អីទៅក្នុងហ្នឹងអីចឹងទៅតែជាទូទៅ candlestick វាតែមាន body មាន wick មានអីត្រឹមត្រូវរបស់វាណាវាអត់ដែរចោលទេណាមានតិចច្រើនឬក៏អត់អានឹងអាស្រ័យលើ candle ឬក៏កម្លាំងទីផ្សារជាក់ស្ដែងតោះនេះអញ្ចឹងអាកន្លង4ជ្រុងនេះអានឹងគេហៅថា body ខ្លួនរបស់វាដែលខ្ញុំបញ្យល់តាក់ទងជាមួយនឹងអាទម្រង់ symbol របស់ body candle ហ្នឹងអូខេអញ្ចឹងអាកន្លែងដែលវាចុះមកនេះគេហៅថា wick low and wick high អញ្ចឹងអានេះគេហៅថា bullish candle bullish មានន័យថាឡើង easy អូខេអញ្ចឹងមានន័យថាកន្លែងនេះកន្លែងដែលវា open មូលហេតុនេះมันវាចោលចុង wick back អញ្ចឹងនៅពេលដែលវា open វាតែងតែ retest មកក្រោមអញ្ចឹងបើសិនក្នុងករណីថា candle បដាវាមានតែ2ឯងបើសិន buyer ជាអ្នកគ្រប់គ្រងទីផ្សារចុះមកក្រោមរុញមកក្រោមមិនរួចដោយសារតែមាន buyer អ្នក buy ឡើងទៅអញ្ចឹងវារុញតម្លៃទីផ្សារឲ្យឡើងទៅលើអញ្ចឹងរុញឡើងទៅលើទៅវាប៉ះស្អីមួយទៅវាចុះមកក្រោម seller តម្លាក់ចុះមកវាបិទបែបនេះអញ្ចឹងបញ្ជាក់ថាអូបើសិនក្នុងករណី candle មួយវាចោលចុង wick នៅ low ច្រើនវាចោលចុង wick នៅ low វែងចេះឧទាហរណ៍ថាវាវែងបែបនេះអញ្ចឹងបានន័យថាតម្លៃទីផ្សារមានអ្នក buy ជាអ្នកគ្រប់គ្រងទីផ្សារច្រើនបានន័យថាគាត់តែជាការសម្គាល់មួយរបស់ candlestick ថាអូ buyer នឹងច្រើនណាស់បានវារុញតម្លៃទៅខ្ពស់បែបនេះតើនេះអញ្ចឹងយើងសង្កេតថាអាហ្នឹង buyer ច្រើនតែមិនមែនថាអូគាត់ឃើញ candle រុញឡើងទៅលើយើងកំណត់ថាជា buyer ច្រើននៅក្នុងហ្នឹងយើងរកការ buy នៅក្នុងហ្នឹងឯណូយើងមាន set up យើងមាន array សម្រាប់ support price ផ្សេងទៀតដើម្បីយកមក apply ឬក៏ buy model sell model មកប្រើប្រាស់ទៀតមិនមែនគាត់ confirm candlestick ប៉ុណ្ណឹងយើងយកមកចូលទីផ្សារបានទេណាមិនមែនចេះតែ buy sell ប៉ុណ្ណឹងយកមកចូលផ្សារបានទេ no បន្តមកទៀតគ្នាយើងឃើញថាអានេះគឺជា bullish candle អានេះ open នេះ open នៅ low and close នៅ high នេះណាអានេះគឺជា bullish តែផ្ទុយពី bearish វិញអូខេអញ្ចឹង bearish វាចុះណាអញ្ចឹង bearish កាលណាដែលចុះវាមិនដែលចុះមកពីក្រោមឡើងទៅលើទេវាមានតែចុះពីលើមកក្រោមអញ្ចឹង bearish ខ្ញុំដាក់បកខ្មៅ
ចឹងខ្ញុំ select យកពណ៌ខ្មៅមកខ្ញុំដាក់ bearish candle អូខេខ្ញុំដាក់ពណ៌ខ្មៅអានេះវារឿងអត់សូវដិតទេណាអញ្ចឹងកាលណាដល់ bearish វា bearish វាធ្លាក់មកពីលើអញ្ចឹងវា open នៅខាងលើវាផ្ទុយពី bullish អញ្ចឹងកន្លែងនេះយើងហៅថា weak high and weak low វាដូចតែគ្នាទេពេលខ្លះវា body របស់វាបិទ full វិញអញ្ចឹងទៅវាអត់មាន body អញ្ចឹងទៅអញ្ចឹងកន្លែងនេះវាជា bearish you know bearish candle អញ្ចឹង bearish គឺវាចុះមកក្រោមអញ្ចឹងការផ្លាស់ប្ដូររបស់ candle គឺមានតែពីរហ្នឹងទេអានេះវា open នៅខាង low អានេះ open នៅ high វិញ open នៅតម្លៃខ្ពស់វិញ open នៅតម្លៃខ្ពស់បិទនៅតម្លៃទាបអានេះគឺជា bearish candle អូខេអញ្ចឹងអានេះយើងអាចចាប់ថាជា weak low ដដែល and weak high ដដែលផ្ទុយតែមួយគឺ open and close body នៅតែហៅ body ដដែលតោះនេះអញ្ចឹងអានេះគឺជា bearish candle bearish បានន័យថាធ្លាក់ចុះតោះនេះ bearish បានន័យថាធ្លាក់ចុះណាប៉ុណ្្នឹងមកធ្លាក់ចុះជា bearish candle អញ្ចឹងយើងទៅចាប់ market មួយទៀតតើតើជាមួយ time frame ពេលវេលានេះបើសិនគ្នាយើង analyze ក្នុង15នាទីមួយទៀននេះស្មើ15នាទី analyze លើ30នាទីមួយទៀនមួយ candlestick នេះស្មើ30នាទី analyze ទៅលើ1ម៉ោងមួយ candle ស្មើ1ម៉ោង4ម៉ោងមួយ candle ស្មើ4ម៉ោងអញ្ចឹងរាល់ការវិភាគយើងវិភាគនៅក្នុង key high time frame នៅក្នុងលំហូរធំតោះនេះអញ្ចឹងយើងមើលពណ៌ធំៗមកចាក់ចូល key array ណាមួយអញ្ចឹងទៅយើងមើលវា lock តម្លៃបង្កើត order block buy ម្ដង sell ម្ដងអូខេ clearly order flow really high ចឹងអានេះខ្ញុំមើលទៅលើ1ម៉ោងមួយ candle ស្មើ1ម៉ោងយើងឃើញចាស់ស្ដែង time zone បញ្ជាក់ពេលវេលានេះឃើញវាដាក់Wednesday ថ្ងៃទី3 2025ម៉ោង8មួយ candle ទៀតខ្ញុំដាក់ bearish មកវា21អូខេម៉ោង9ម៉ោង10នេះទៅបាទនេះមួយ candle ស្មើ1ម៉ោងមួយនាទីមួយ candle ស្មើនាទីអូខេអញ្ចឹងតើតើជាមួយនឹងវីដេអូនេះខ្ញុំសូមបញ្ចប់ថាហ្នឹងអានេះគឺជា basic ដំបូងសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមនៅក្នុងវិស័យ forex ជូនពរទាំងអស់គ្នាឲ្យរៀនណាឲ្យរៀនឲ្យបានច្រើនជូនពរឲ្យអ្នកទាំងអស់គ្នាជោគជ័យក្នុងវិស័យនេះអរគុណច្រើន